ใส่เมตตาទៅអ្នកដទៃសាពេសត្តាសូមពពួកសត្វទាំងអស់ដែលជាទុក្ខលំមិតកើតចាស់ឈឺស្លាប់មកជាមួយគ្នាទាំងពួងអវរិយហោនតោសូមកុំឲ្យមានទាននឹងគ្នាអាជាបជាហោនតោសូមកុំជាបាតគ្នាអនិគាហោនតោសូមកុំមានសេចក្តីព្រួយចម្បែងសុខីអដ្ឋានំបរិអរន្តោសូមរក្សានៅខ្លួនឲ្យជាសុខរៀងទៅសូមអនុមោទនាដល់នេះខ្ញុំកណ្ណាសូមលើកដល់ព្រះស្តបិតាខុទ្ទកនិកាយចដ្ឋភិ52លេខ4 9រឿងព្រះសិរីបុត្រព្រះសាស្តាការប្រថាប់នៅវត្តចេតពន្ធទ្រង់ប្រពព្រះសិរីបុត្រថេរៈត្រាស់បឋមទេសនានេះថាយមហាធម្មំវិជានេយៈបុគ្គលកបីដឹងច្បាស់ធម៌ពីអាចារ្យណាជាដើមសារីបុត្រគ្រប់ព្រះអសជិដែលជាអាចារ្យបានឮថាព្រះសិរីបុត្រតាំងពីពេលដែលលោកស្ដាប់ព្រះធម៌អំពីព្រះអសជិសម្រាប់សោតបត្តផលហើយពេលដឹងថាព្រះថេរៈនៅក្នុងទិសណាក៏ផ្គងអញ្ជលីសង្ហបែសីសៈទៅកាន់ទិសនោះជានិច្ចភិក្ខុទាំងឡាយពោលថាព្រះសិរីបុត្រជាមច្ឆាទិដ្ឋិសូម្បីតែដល់ថ្ងៃនេះហើយក៏នៅតែថ្វាយបង្គំទិសដែលទៅក្រាបទូលរឿងនេះទៅព្រះមេភិឲ្យទ្រង់ជ្រាបព្រះសាស្តាត្រាស់ថាហៅព្រះថេរៈមកហើយត្រាស់សួរថាសិរីបុត្រតើបានឮថាអ្នកនឹងថ្វាយបង្គំទិសពិតមែនឬព្រះថេរៈថាក្រាបទូលបបពិតអ្នកណាអង្គដ៏ចម្រើនមានតែព្រះអង្គឯងមួយប៉ុណ្ណោះរមែងនឹងជ្រាបថាខ្ញុំព្រះអង្គថ្វាយបង្គំទិសឬក៏មិនមែនដូច្នេះទើបត្រាស់ថាមនីភិក្ខុទាំងឡាយសិរីបុត្រមិនបានថ្វាយបង្គំទិសទេតែព្រោះសិរីបុត្រស្ដាប់ធម៌អំពីព្រះអសុជិហើយបានសម្រេចសោតបត្តផលទើបបង្អោនគោរពដល់អាចារ្យរបស់ខ្លួនព្រោះថាភិក្ខុសាស្ត្រអាចារ្យណាបានដឹងធម៌ភិក្ខុនោះក៏បីមាសកាអ្នកមាសកាអាចារ្យនោះដោយគោរពដូចព្រាហ្មណ៍គោរពភ្លើងដូច្នោះកាលនឹងទ្រង់សម្ដែងធម៌ទើបត្រាស់ប្រកាសថានេះថា9យមហាធម្មំវិជានេយៈសម្មាសម្ពុទ្ធទេសិតាំងកាសកចាំងតាំងនមសេយៈអគិហុតាំងវៈព្រមណោបុគ្គលចេះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងហើយអំពីសំណាក់គ្រូណាក៏បីអ្នកមាសការគ្រូនោះដោយគោរពដោយព្រាហ្មណ៍ដែលគោរពការបូជាភ្លើងដូច្នោះដែរអធិប្បាយគេថាបណ្ដាបទទាំងនោះគឺបទថាអគិហុតាំងវៈដូចជាការគោរពបូជាភ្លើងដូច្នោះសេចក្តីថាបុគ្គលដឹងច្បាស់នៅធម៌ដែលព្រះថាគតទ្រង់សម្ដែងហើយអំពីអាចារ្យណាក៏បីនមស្ការគ្រូនោះដោយគោរពដោយព្រាហ្មណ៍ដែលគោរពការបូជាភ្លើងដោយការបដិបត្តិដោយល្អនិងដោយក្រាបសំពះជាដើមដូច្នោះក្នុងវេលាចប់ព្រះធម៌ទេសនាជនជាច្រើនក៏លុះក្នុងសោតបត្តផលជាដើមហើយចប់រឿងព្រះសិរីបុត្រទុក្ខបត្តាចនិតទុក្ខាពិយបត្តាចនិពយាសោកបត្តាចនិតសោកាអោនតោសាពេបេបានិណោ